ប្រាសាទបុរាណខ្មែរដែលមានអាយុកាលជិត 1000 ឆ្នាំកំពុងតែឈរបង្អួតសម្រស់នៅលើវាលទំនាបក្នុងភូមិសាស្ត្រភូមិបាទីឃុំក្រាំងធ្នងស្រុកបាទីខេត្តតាកែវចម្ងាយ34គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ 2 នេះជាប្រាសាទតាព្រំទន្លេបាទីដែលពោពេញទៅដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រសង់ឡើងពីថ្មបាយក្រៀមនិងថ្មភក់ដែលមានកម្ពស់12ម៉ែត្រនិងមានបរិវេណកំពែងបណ្ដោយ150ម៉ែត្រនិងទទឹង95ម៉ែត្របែរមុខទៅទិសខាងកើតក្នុងរចនាបថបាយ័ននាចុងសតវត្សទី12និងដើមសតវត្សទី13ពីឆ្នាំ1181ដល់ឆ្នាំ1201ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដែលមានលក្ខណៈជាអារាមឬក៏ជាបូជនីយដ្ឋានដ៏ពិសិដ្ឋសម្រាប់គោរពបូជាតាមលទ្ធិពុទ្ធនិយមជាទូទៅប្រាសាទនេះនៅមានទ្រង់ទ្រាយល្អហើយប្រកបដោយក្បូរក្បាច់ចម្លាក់ដ៏ប្រណិតដូចជាក្បាច់ផ្តែរហោជាងរូបចម្លាក់តំណាងព្រះអវលោកិស្វរៈជាដើមទោះជាណាប្រាសាទនេះក៏ឃើញមានសភាពទ្រុឌទ្រោមដោយផ្នែកផងដែរជាពិសេសខ្លោងទ្វារនៅខាងលិចដែលមានជញ្ជាំងថ្មបាយក្រៀមបាក់ស្រុតដោយសារតែអាយុកាលនិងកត្តាធម្មជាតិតួប្រាសាទដែលសាងសង់អំពីថ្មភក់មានទ្វារចូល4ទ្វារនីមួយៗមានសង់លយទៅមុខដែលមានលក្ខណៈជារានហាលទ្វារចូលសំខាន់ជាងគេគឺទ្វារខាងកើតដូច្នេះរានហាលទីនេះគឺមានទំហំធំជាងគេនៅផ្នែកខាងក្រៅតាមផ្លូវទ្វារចូលនីមួយៗមានការតាក់តែងលម្អក្បាច់រចនាដែលមានគ្រោងទ្វារពុម្ពសសរស្ដំច្រើនជ្រុងសសរជប់ជញ្ជាំងផ្តែរលម្អដោយក្បាច់និងមានហោជាងយ៉ាងប្រណិតនៅផ្នែកខាងក្នុងនៃប្រាសាទមានខណ្ឌចាស់ជា5ផ្នែកដោយមានតម្កល់ព្រះពុទ្ធរូបនិងរូបសំណាកផ្សេងៗទៀតសម្រាប់ជាទីសក្ការៈបូជាហើយផ្នែកខាងក្រោមមានក្បូរក្បាច់ចម្លាក់ផ្សេងៗនិងរូបគ្រុឌដែលទាក់ទងនឹងរឿងព្រេងនិទានព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាជញ្ជាំងផ្នែកខាងក្រៅលម្អទៅដោយចម្លាក់លៀនដែលបង្ហាញអំពីទេពអប្សរនៅក្នុងរឿងទេវកថារបស់ព្រហ្មញ្ញសាសនានិងលម្អដោយបង្អួចបញ្ឆោតប្រកបដោយចម្រឹងដោយសារតែទីតាំងនៅឆ្ងាយពីតំបន់ភ្នំថ្មដែលសាងសង់ប្រាសាទត្រូវបានដឹកតាមរទេះដាក់ខ្នងដំរីនាំយកផ្ទាំងថ្មទាំងនោះដែលរួមមានថ្មបាយក្រៀមនិងថ្មភក់មកពីភ្នំឆ្ងាយៗមកកសាងឲ្យកើតជាប្រាសាទដ៏ធំនេះឡើងBoostrong ញ៉ាំ Boostrong ឆ្ងាញ់ជាងគេ